បាក់សម្រាប់ឆ្នាំក្រោយខ្ញុំជម្រាបដល់សង្ខេបទៅទី1ការប្រជុំនេះត្រូវដាច់ជាញឹកញាប់ដោយសារតែអធម្មភាគចក្រអាមេរិកហោះពីលើពីនោះសង្គ្រាមវាចាប់ផ្ដើមនៅរីកហើយវាចាប់ផ្ដើមឡើងថ្នាក់នៅវៀតណាមខាងត្បូងដូច្នេះយន្តហោះអាមេរិកហោះឆ្វែលឡើងឆ្វែលចុះនាំឲ្យការអង្គប្រជុំនេះវាដាច់ជាញឹកញាប់នេះខ្ញុំចង់និយាយពីបរិយាកាសជុំវិញនៃការប្រជុំពេលនោះទី1សង្គ្រាមនៅវៀតណាមវាមានការឡើងថ្នាក់ប៉ុន្តែទី2ដំណឹងនៃការសម្លាប់រង្គាលនៅឥណ្ឌូនេស៊ីចន្លោះខែតុលា1965និងមីនា1966ដែលជាព្រឹត្តិការណ៍មួយគួរឲ្យរន្ធត់គឺលោកប្រធានាធិបតីស៊ូខាណូក៏ត្រូវបានគេចាប់ហើយសមាជិកបកកុម្មុយនីសឥណ្ឌូនេស៊ីនិងសមានជនជាង300,000នាក់ត្រូវគេសម្លាប់រង្គាលហើយច្រើនពាន់នាក់ត្រូវចាប់ដាក់គុកទៀតបកកុម្មុយនីសឥណ្ឌូនេស៊ីដែលជាបកមួយធំជាងគេនៅអាស៊ីបន្ទាប់ពីចិនត្រូវរលាយដូច្នេះព្រឹត្តិការណ៍ទាំងអស់នេះធ្វើឲ្យលោកស្លឹកសព្រួយបារម្ភមែនទែនព្រួយបារម្ភយ៉ាងម៉េចគឺព្រួយបារម្ភថាបើប្រសិនជាកងទ័ពមួយដែលស្និទ្ធនឹងសហរដ្ឋអាមេរិកហើយធ្វើដូចនៅឥណ្ឌូនេស៊ីតើសម្ដេចនរោត្តមសីហនុទៅជាយ៉ាងណាតើសម្ដេចនរោត្តមសីហនុអាចផ្ដល់ចម្រោកដល់បកកុម្មុយនីសកម្ពុជាទេឃើញទេនេះហើយដែលត្រូវដែលខ្ញុំថាវៀតណាមទទួលឲ្យបកឲ្យប្រជាជនកម្ពុជាដើរតាមផ្លូវមួយដែលអាចឈានទៅដល់ស្លាប់ខ្លួនឯងហើយវៀតណាមមិនអាចមកជួយបានទេនេះហើយដែលធ្វើឲ្យលោកប៉ុល ពតគិតមែនតើដូច្នេះការប្រជុំប្រព្រឹត្តទៅអស់រយៈពេល2អាទិត្យហើយមានការសម្រេច3ដូចតទៅការសម្រេចទី1គឺសម្រាប់ដូរឈ្មោះបាក់ដែលកាលពីធ្វើសន្និបាតឆ្នាំលើកទី1ឆ្នាំ1960បាក់នោះឈ្មោះថាបាក់ពលករកម្ពុជាឥឡូវក្រោយពីត្រឡប់ពីហាណូមកវិញមានការសម្រេចដូរឈ្មោះបាក់ទៅជាបកកុម្មុយនីសកម្ពុជា អ
បកកុម្មុយនីសកម្ពុជាមានឈ្មោះតាំងពីពេលនេះទៅទេតែប៉ុន្តែនោះហើយតាមខ្ញុំយល់មានតែលោកស្រុតសម្នាក់ឯងទេដែលដឹងដែលយល់ន័យច្បាស់នៃការដូរឈ្មោះនេះការដូរឈ្មោះនេះមានន័យថាតាំងពីថ្ងៃនេះទៅបាក់របស់ខ្មែរយល់ខ្ពស់ជាងបាក់វៀតណាមដូច្នេះឋានៈរបស់បាក់ខ្មែរត្រូវខ្ពស់ជាងឋានៈរបស់បាក់វៀតណាមបាក់វៀតណាមជាបាក់ពលករប៉ុន្តែបាក់ខ្មែរជាបាក់កុម្មុយនីសកម្ពុជានៃចឹងតែនៃនេះអត់ណាស់ដឹងទេមានតែលោកពលពតមួយទេលោកទៅតាមខ្ញុំយល់ទេអ្នកទៀតដឹងច្បាស់ឬដឹងច្បាស់ក៏ដល់មានតែលោកពលពតមួយទេដែលយល់នៃច្បាស់ដែលចង់វាយនៃច្បាស់អានឹងហើយដែលអ្នកនិពន្ធផ្សេងទៀតតែសរសេរថាលោកពលពតមានអំនួតអួតអាងថាយល់ដឹងជាងគេខ្ពស់ជាងគេស្អីហ្នឹងការពិតគឺចេញមកពីកំហឹងខឹងនឹងបាក់វៀតណាមដែលមិនព្រមទទួលការស្មើភាពជជែកគ្នាឲ្យវាមានហេតុមានផលទៅវិញទៅមកហួហេតុទៅវាអត់សភាពការវិញចឹងនៅកម្ពុជានៅតែទូចឲ្យទៅតាមផ្លូវនឹងទៀតឯបកគុំនេះទី1បានឃើញបញ្ហាតាំងពីឆ្នាំ1964មកហើយប៉ុន្តែទី2ឧទាហរណ៍នៅឥណ្ឌូនេស៊ីនេះវាកើតមានរឿងមួយច្បាស់ហើយបើថាវៀតណាមនៅឲ្យបកកម្ពុជាដើរតាមផ្លូវនឹងទៀតបកកម្ពុជាមានស្លាប់អត់រស់ទេហើយអញ្ចឹងឲ្យបកកម្ពុជាដើរតាមការទេដើរតាមបានទេដូច្នេះការសម្រេចទី1គឺដូចឈ្មោះបកតែជាឈ្មោះបកកុម្មុយនីសកម្ពុជានៅឆ្នាំ1966ដែរទេគឺក្រោយពីជួបលេយុនឆ្នាំ1965ការសម្រេចទី2គឺដូរកន្លែងនៅកាលមុននៅកន្លែងដែលគេហៅថាមន្ទីរ100ហ្នឹងគឺវានៅក្នុងដីវៀតណាមនៅតៃninhគៀកនឹងព្រំដែនកម្ពុជាទេប៉ុន្តែនៅក្នុងខេត្តតៃninhដល់អញ្ចឹងមានការសម្រេចថាឈប់នៅកន្លែងមន្ទីរ100ហ្នឹងទៅនៅឆ្ងាយកន្លែងមួយដាច់ស្រយាលក្នុងប្រទេសកម្ពុជានៅកតុយនេះឯនោះរតនគិរីនោះជាផ្លូវការហេតុផលជាផ្លូវការដែលខ្មែរជំរាបទៅវៀតណាមថាដើម្បីរកកន្លែងមួយឲ្យវាធានាជាងនៅកន្លែងនេះដែលសង្គ្រាមវាឡើងថ្នាក់វាកំពុងតែពង្រីកទៅហើយប៉ុន្តែការពិតការផ្លាស់ប្ដូរកន្លែងនេះក៏មានន័យថាឯករាជ្យទីវៀតណាមទៅរកដីខ្លួនឯងហើយនេះម្យ៉ាងទៅសំខាន់ជាងនេះទៀតគឺទៅឲ្យឆ្ងាយពីភ្នែករបស់វៀតណាមព្រោះភ្នែកនឹងវាចេះតែមើលជាប់ខ្មែរធ្វើអីដូច្នេះការសម្រេចនេះគឺសម្រេចទៅឲ្យឆ្ងាយពីភ្នែករបស់វៀតណាមប៉ុន្តែទី3ដែលសំខាន់ជាងនេះទៅទៀតគឺការសម្រេចជំរុញការតស៊ូនៅស្រុកខ្មែរនេះមួយជំហានថែមទៀតគឺឲ្យភូមិភាគនីមួយត្រៀមការតស៊ូអាវុធពីមុនគឺការតស៊ូនយោបាយរួមផ្សំអាវុធឥឡូវ
ឈានមកជំនាញទៀតគឺត្រៀមការតស៊ូក៏ប៉ុន្តែការសម្រេចទី3នេះសរសេរដោយប្រុងប្រយ័ត្នមិនទាន់ឲ្យចេញអីច្បាស់នេះមូលហេតុមានពីរទីមួយខាងខ្មែរនេះគឺថាអ្នកដឹកនាំបាក់ផ្សេងទៀតសមាជិកផ្សេងទៀតនៃគណៈអចិន្ត្រៃយ៍នៅមិនទាន់ហ៊ានប្រឈមមុខទល់នឹងវៀតណាមទេដូច្នេះត្រូវគិតគូរសរសេរមិនឲ្យទាំងអស់គ្នាទទួលបានទី2ផ្ទៃក្នុងបាក់ខ្មែរឯងហ្នឹងក៏នៅមិនទាន់ឯកភាពគ្នាច្បាស់លាស់នៅឡើយទេគឺដែលខ្ញុំដឹងហ្នឹងតាមការស្រាវជ្រាវហ្នឹងគឺលោកប៊ុនវេតនិងលោកសូភឹមជំទាស់នឹងការតស៊ូជំទាស់នឹងយុទ្ធសាស្ត្រតស៊ូនេះគឺយោងទៅតាមលោកបិនទាំងហ្នឹង